សួស្តីអ្នកនាងចឹងយើងតមេរៀនរបស់យើងតាក់ទងសរីរាង្គវិញ្ញាណហើយនឹងតិចនៅត្រង់ចំណុចតិចបន្តទៀតចឹងគោលបំណងសំខាន់របស់យើងថ្ងៃនេះតើបំពង់រាងគូតខ្យងនិងបំពង់រាងពាក់កណ្ដាលរង្វង់មានតួនាទីអីតែប៉ុន្តែយើងដឹងហើយខ្ញុំធ្លាប់ប្រាប់ហើយបំពង់រាងគូតខ្យងគេហៅជាសរីរាង្គល្បឺបំពង់រាងពាក់កណ្ដាលរង្វង់មាននីតិជួយតំហាយរក្សាលំនឹងរបស់សារពាង្គកាយណាអូខេសហការមួយគួរតូចសារធាតុរាវនិងរោមញ័រនៅក្នុងបំពង់រាងគូតខ្យងនៃតិចក្នុងមាននីតិអីចឹងនៅក្នុងបំពង់រាងគូតខ្យងមានថាវាពេញទៅដោយសារធាតុរាវហើយនឹងរោមញ័រនៅក្នុងហ្នឹងមានសារធាតុរាវហើយរោមញ័រហ្នឹងគឺជាធ្មួលវិញ្ញាណរបស់តិចឯងមានន័យថាហ្នឹងកាលណាតែញ័រវានឹងបង្កើតបានជាអង្គភ្លុចប្រសាទណាបាទល្បឺការឡើងនៅផ្នែកណានៃតិចហើយរលកសូរការឡើងយ៉ាងដូចម្ដេចណាអូខេរលកសូរការឡើងយ៉ាងដូចម្ដេចអូខេតោះយើងទៅអញ្ចឹងអូខេតកតងទៅនឹងបំពង់រាងគូតខ្យងគេហៅជាសរីរាង្គល្បឺមានថាឲ្យយើងលឺបាទនៅក្នុងបំពង់រាងគូតខ្យងបំពង់រាងពាក់កណ្ដាលរង្វង់ជួយឲ្យសារពាង្គកាយមានលំនឹងដោយសារសារធាតុរាវណាអូខេតោះយើងទៅទៀតសារធាតុរាវនិងរោមញ័រនៅក្នុងបំពង់រាងគូតខ្យងនៃតិចក្នុងមាននីតិអ្វីគឺនីតិវាទទួលលំញ័រមានថានៅពេលដែលយើងនិយាយទៅវាញ័រទៅលើបំពង់រាងគូតខ្យងដែលមានសារធាតុរាវនិងរោមញ័រនៅក្នុងហ្នឹងពេលវាទទួលលំញ័រវានឹងបដូរលំញ័រឲ្យទៅជាអង្គភ្លុចប្រសាទណាពេលវាទទួលលំញ័រវានឹងបដូរលំញ័រឲ្យទៅជាអង្គភ្លុចប្រសាទកាលណាតែបំពង់រាងគូតខ្យងញ័រសារធាតុរាវនិងរោមញ័រវិញ័រចឹងនៅពេលដែលវិញ័រវានឹងបដូរលំញ័រហ្នឹងឲ្យទៅជាអង្គភ្លុចប្រសាទហើយអង្គភ្លុចប្រសាទនឹងបង្កើតនៅក្នុងហ្នឹងហើយវានឹងបញ្ជូនវាហ្នឹងទៅកាន់ខួរក្បាលបាទតាមរយៈសរសៃប្រសាទសោតវិញ្ញាណចឹងទៅហើយបន្ទាប់មកគេបញ្ជាក់ទៀតថាកាលណាបំពង់រាងគូតខ្យងខ្ញួចកាន់តែខ្លាំងលឺកាន់តែខ្លាំងមានថាកាលណាបំពង់រាងគូតខ្យងញ័រកាន់តែខ្លាំងលឺកាន់តែខ្លាំងដូចយើងនិយាយកាន់តែលឺវាក៏កាន់តែលឺដែរព្រោះដោយសារសូរហ្នឹងវាចូលទៅវាធ្វើឲ្យវាញ័រកាន់តែខ្លាំងអាហ្នឹងអញ្ចឹងណាអូខេអរគុណយើងទៅទៀតរលកសូរកើតឡើងយ៉ាងដូចម្ដេចអញ្ចឹងរលកសូរកើតឡើងដោយសារសំឡេងបាទនីមួយធ្វើឲ្យខ្យល់ដែលនៅជុំវិញប្រភពសំឡេងញ័រអញ្ចឹងនៅពេលដែលលំញ័រនេះបង្កើតបានដូចជាអីគេរលកសូរហើយនេះសំណួរមួយសំខាន់ដែរល្បឺកើតឡើងនៅផ្នែកណានៃតិចក្នុងបាទគឺក្នុងបំពង់រាងគូតខ្យងបាទតិចក្នុងយើងបញ្ជាក់ទៀតនៅក្នុងបំពង់រាងគូតខ្យងដែលមានសារធាតុរាវនិងរោមញ័ររបស់វាហ្នឹងណាអូខេចាអញ្ចឹងប៉ុណ្ណឹង